បងប្អូនទាំងអស់គ្នាបានតាមដានជាមួយនឹងវីដេអូប្លុករបស់បងប្អូនខ្មែរយើងដែលក៏រស់នៅជប៉ុនណាប្រកាសជាឃើញឯថាថ្ងៃហ្នឹងគេនិយាយថានៅប្រទេសជប៉ុនគឺធ្លាក់ព្រិលខ្លាំងមែនតើហ្មងក្នុងថ្ងៃសម្រាប់ខ្ញុំគិតថាមកជប៉ុនលើកនេះខ្ញុំគ្មានបានមើលព្រិលមើលអីទេដោយសារតែខ្ញុំនៅខេត្តដែលអត់សូវមានព្រិលហើយចូលដល់ខែ2នេះវាលែងសូវមានព្រិលមានអីដូចមុនទេអញ្ចឹងខ្ញុំគិតថាមិនបានមើលទេហើយជាក់ស្ដែងថ្ងៃនេះគឺខ្ញុំទៅមើលត្រីបាឡែនទៅមើលកន្លែងគេតាំងពីពណ៌កន្លែងគេដាក់ជាមួយនឹងសัตว์សមុទ្រអីចឹងណាហ្នឹងអាចថាជាថ្ងៃហេងរបស់ខ្ញុំទេមានកម្មវិធីទៅមើលសัตว์សមុទ្រប៉ុន្តែចៃដន្យអីហ្នឹងគឺខ្យល់សមុទ្រវាខ្លាំងមែនតែនហ្មងអញ្ចឹងហើយនៅខាងក្រៅគឺធ្លាក់ព្រិលខ្លាំងប៉ុន្តែដោយសារតែខ្ញុំធំជាមួយភាពត្រជាក់អត់បានខ្ញុំក៏ចូលមកខាងក្នុងមើលត្រីមើលអីក្នុងនេះមានប្រភេទសត្វសមុទ្រប្លែកៗចាជាពិសេសជាងគេគឺខ្ញុំស្រឡាញ់ត្រីឆ្លាមហើយអ្នកទាំងអស់គ្នាអីដែលខ្ញុំមើលឃើញមួយទៀតគឺត្រីបបែលបើសម្រាប់អ្នកដែលស្គាល់ខ្ញុំប្រកាសជាដឹងហើយថាខ្ញុំធ្លាប់ញ៉ាំត្រីបបែលនៅវៀតណាមបើនិយាយពីសត្វសមុទ្រវិញខ្ញុំចូលចិត្តមើលខ្លាំងណាស់ដោយសារតែជាមនុស្សម្នាក់ដែលចូលចិត្តត្រីជាពិសេសត្រីឆ្លាមហ្នឹងអានេះគ្រាន់តែវីដេអូត្រួសត្រាដែលខ្ញុំដើរថតត្រីដើរមើលត្រីនៅខាងក្រោមនេះទៅច្រើនណាខ្ញុំថតមិនចង់អស់ផងដោយសារតែអាទូរស័ព្ទនេះយូរទៅវាអស់កន្លែងដាក់រូបថតដាក់អីអស់លេងហ្មងដល់ពេលអញ្ចឹងខ្ញុំដើរលេងប្រហែលថ្ងៃនេះថតលុបអាខ្លះលុបច្រឡំទៅទៀតចាំបងប្អូនបើចង់មើលវីដេអូធ្លាក់ព្រិលហើយនឹងត្រីបាឡែនវាសម្ដែងអីចាំចូលមើលវីដេអូខាងក្រោយទៀតណាបងប្អូនខ្ញុំថតជាប់ត្រីបាឡែនតិចតិចតែចាំយើងមើលវគ្គក្រោយ outfit ខ្ញុំថ្ងៃនេះគឺថាស៊ីគ្នាជាមួយនឹងព្រិលខ្លាំងមែនតើ